ឬភូមិស្ដីបិទមាសនៅក្នុងឃុំត្រពាំងឫស្សីស្រុកកំពង់ធំមានភូមិមួយឈ្មោះថាភូមិស្ដីបិទមាសតាំងនៅតាមមាត់ស្ទឹងបានជាមាននាមថាភូមិបិទមាសដោយសារតែមានរឿងព្រេងដំណាលថាកាលកន្លងជាយូរអង្វែងណាស់មកខាងមានមេធ្នស់មួយគូគឺប្តីប្រពន្ធនិងកូនក្រមុំនោះមានរូបស្រស់ឆើតឆាយសំចតនៅព្រៃធ្វើនេសាទនៅក្បែរខ្ទមអ្នកតាដើមស្ដីការនេសាទរបស់មេធ្នស់នេះចេះតែចម្រើនជារៀងរាល់ឆ្នាំរហូតតែคล้ายទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដោះដោយរបស់នេសាទរបស់ខ្លួនតំបន់នោះជាតំបន់មានមូសច្រើនអាណាថ្ងៃមួយនៅពេលទីពេលជុកមេធ្នស់បានជួបជុំនឹងគ្រួសារខ្លួនផងនិងកូនឈ្នួលជាពាក្យលេងថាក្នុងបដាអ្នកលេងទាំងអស់គ្នាមាននរណាហ៊ានដេកហាលមូសមួយយប់ទេពេលនោះមានកូនឈ្នួលកំឡោះម្នាក់ប្រកបដោយរូបឆាវនិងប្រាជ្ញាឆ្លៀសវៃបានឆ្លើយទទួលខ្លួនថាខ្ញុំហ៊ីបើខ្ញុំហ៊ានដេកហាលមូសមួយយប់លោកដង្ខៅឲ្យអ្វីខ្ញុំមេធ្នស់បែបអន់ចិត្តក៏និយាយតបទៅវិញថាអាចោមស្ទីឯងចេះអ៊ូគេនិយាយសួរអាណានោះឯងក៏រ៉ាប់រងដែរកូនឈ្នួលកំឡោះនោះក៏តបវិញថាបើអ៊ុតនោះសុំឲ្យដង្ខៅភ្នាល់ជាមួយខ្ញុំទៅហ៊ានដាក់អ្វីក៏ហ៊ានដែរដង្ខៅរត់តែខឹងនិយាយថាអញដាក់របស់ទ្រព្យដែលអញមានទាំងអស់អញចោលតែខ្លួនទេឲ្យតែហ៊ានឲ្យអញចងឯងຕົកហាលមូសពីជប់ទល់ភ្លឺចូលបើពំហៀឬទ្រាំមិនបានវិញតើឯងសុខចិត្តនៅបម្រើអញអស់មួយជីវិតឬកូនឈ្នួលឆ្លើយថាខ្ញុំសុខចិត្តធ្វើតែបើដង្ខៅសុខចិត្តត្រូវឲ្យកូនក្រមុំដង្ខៅមកខ្ញុំទៀតផងការរបស់ខ្ញុំឈ្នះដង្ខៅថាអញសុខចិត្តអញមិនខ្លាចទេបើដូច្នេះពួកកម្មករទាំងអស់ត្រូវចាប់វាចងភ្លីឲ្យជាប់នៅដើមស្ដីក្រោមខ្ទមអ្នកតានេះចុះអញសុខចិត្តហាអញចង់ឈ្នះនេះមកដល់កម្មករទាំងអស់ត្រូវជួយធ្វើបន្តអញផងកូនឈ្នួលនោះក៏សុខចិត្តឲ្យគេចងភ្ជាប់នៅដើមស្ដីដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញកូនឈ្នួលកំឡោះនោះក៏បន់ស្រន់អ្នកតាដែលនៅទីនោះថាសូមឲ្យលោកតាជួយខ្ញុំផងខ្ញុំបានជាជ្រុលភ្នំជាមួយដង្ខៅធ្នូតាហាសូមកុំឲ្យមានមុខខំខ្ញុំឲ្យសោះសូមឲ្យបានរស់ជីវិតហើយឲ្យបានកូនក្រមុំមេធ្នូនឹងមានទ្រព្យសម្បត្តិបើបានដោយប្រាថ្នាមេខ្ញុំសន្យាថានឹងទិញមាសបាត់ដាំស្ដីនេះតាំងពីកូនរហូតដល់ចុះហើយធ្វើខ្ទមគ្រឿងឈើប្រក់កបឺថ្វាយលោកតាទៀតផងចំណែកមេធ្នូនឹកថាអាកូនឈ្នួលដែលវាហ៊ានឲ្យគេចងហែលមុតនេះមកជានឹងស្លាប់ដោយមុខខំខ្សោឈាមជាមិនខានឡើយតែបើវាទ្រាំមិនបានវាហៅឲ្យស្រែកពាក់កណ្ដាលអាត្រិតនោះវាមកជានៅធ្វើខ្ញុំបំរើអញអស់មួយជីវិតមិនខានឡើយនៅពេលយប់នោះអ្នកតាដើមស្ដីលេងបៀចាញ់អ្នកតាឯទីបានយកមូសទៅសងគេអស់មូសដែលធ្លាប់តែមានដូចជាគេបាច់អង្ការคล้ายទៅជាស្ងាត់ឆាប់អត់មាននៅសេសសល់បន្តិចឡើយហើយឈ្នួលនេះទីក៏គ្មានមូសខំដែរដោយហេតុតែមាននិស្ស័យត្រូវជាគូព្រេជាមួយនឹងកូនក្រមុំមេធ្នូហាងត្រូវคล้ายជាអ្នកមានទីលុះភ្លឺឡើងដង្ខៅធ្នូនិងកូនឈ្នួលឯទីនាំគ្នាទៅមើលបារោះនៅដើមស្ដេចនោះដោយម្នាក់នឹកគិតថាគាត់ស្លាប់ស្រេចតាហាងស្រាប់តែឃើញនេះស្ទើរដាក់ដង្ខៅនិងកូនឈ្នួលឯទីទៅវិញពេលនោះអ្នកដែលឃើញទាំងប៉ុន្មានកោស្ញាប់ស្ញាយខ្លាចអំណាចកូនឈ្នួលនោះគ្រប់គ្នាដង្ខៅនឹកអស់សង្ឃឹមនិយាយនឹងកូនឈ្នួលឯទៀតថាកិច្ចសន្យាដែលអញបាននិយាយគ្នាពីល្ងាចនោះឥឡូវຕົកជាកូនឈ្នួលនោះឈ្នះអញហើយអញសុខចិត្តលើកទ្រព្យសម្បត្តិទាំងអស់និងកូនកំមុំរបស់អញស្សំគុំឲ្យវាតាមសន្យាក្នុងថ្ងៃការដដែលនោះមេធ្នូឲ្យកាប់ជ្រូកមន់ទីធ្វើម្ហូបអាហាររៀបការកូនឈ្នួលនិងកូនក្រមុំរបស់ខ្លួនរួចក៏ប្រគល់ទ្រព្យសម្បត្តិទាំងអស់និងមុខរបរដែលคล้ายជាដង្ខៅធ្នូនេះឲ្យទៅកូនប្រុសស្រីកាន់កាប់តទៅដង្ខៅមេក៏នាំប្រពន្ធចុះចេញទៅទីលំនៅដើមវិញដង្ខៅធ្នូថ្មីប្តីប្រពន្ធនិយាយគ្នាថាយើងត្រូវឲ្យគេទិញមេសសម្លាក់មកបាត់ដាំស្ដីហើយធ្វើខ្ទមឲ្យលោកតាតាមតែបងបានបន់ស្រន់បួងសួងលុះធ្វើស្រេចហើយអ្នកតាទីនោះរត់តែមានឫទ្ធានុភាពខ្លាំងពូកែហើយមិនត្រឹមតែមេធ្នូប៉ុណ្ណោះទេដែលគោរពទោះបីអ្នកស្រុកឬអ្នកដំណើរនេតនេះ
តាមដងស្ទើក៏គោរពអ្នកតានោះយកជាទីពឹងពំនាក់ដែរអ្នកតាក៏មានឈ្មោះថាអ្នកតាដើមស្ដីបិទមាសតាំងពីត្រឹមនោះមកតែមកដល់សម័យឥឡូវនេះដើមស្ដីនោះងាប់បាត់តាហើយចំណែកឯខ្ទមអ្នកតាមេធ្នុតនោះក៏ពុកបាក់បែកទៅបាត់ហើយដែរនៅសល់តែកន្លែងដើមស្ដីនិងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះដោយហេតុដូចរៀបរាប់មកនេះបានជាភូមិនៅតាមមាត់ស្ទឹងក្បែរខ្ទមអ្នកតាទាំងអស់មានឈ្មោះថាភូមិដើមស្ដីបិទមាសហើយខ្លាយមកត្រឹមតែភូមិស្ដីបិទមាសជាប់រហូតមកដល់សពថ្ងៃនេះ